បាទជំរាបសួរពុកម៉ែបងប្អូនបាទសូមអញ្ជើញបងប្អូនមកទស្សនាបាទទូកចំនួនមួយគូនេះគឺជាការប្រកួតរវាងបាទខ្សែទឹកខាងក្នុងបាទដែលមានឯកសណ្ឋានពណ៌លឿងបាទចង់ជម្រាបពណ៌សនេះគឺជាទូកដែលមានឈ្មោះថាបាទអន្ទង់សសែនជ័យបារមីលោកតាឯកបាទទូកនេះគឺមកពីវត្តពីមតាឯកបាទក្រុងអរិយខ្សាត់ខេត្តកណ្ដាលបាទចំណែកខ្សែទឹកខាងក្រៅនោះគឺបាទមានឯកសណ្ឋានពណ៌បៃតងបាទចង់ជម្រាបពណ៌សបាទគឺជាទូកដែលមានឈ្មោះថាបាទសព្រួញពេជ្របាទទូកនេះគឺបាទមកពីស្រុកបាទពោរៀងខេត្តព្រៃវែងបាទលើខ្សែទឹកខាងក្នុងបាទខ្សែទឹកខាងក្នុងបាទអន្ទង់សមានជ័យបារមីលោកតាឯកបាទចំណុះនេះគឺបាទពូក្បាលទូកនេះស្គាល់បាទបាទពូខាងសម្បូរត្រីឆ្អើបាទខាងព្រៃក្មេងបាទឥឡូវកំពុងតែមានព្រៀបបាទក្នុងជើងទី1នេះបាទកំពុងតែមានព្រៀបបាទទៅលើសព្រួញពេជ្របាទឥឡូវខ្ញុំមកដល់ទីព្រាត់បាទក្នុងជើងទី1នេះអ្នកដែលទទួលជាជំនះគឺបាទអន្ទង់សមានជ័យបារមីលោកតាឯកបាទឥឡូវផ្លាស់បាទមកជើងទី2បាទផ្លាស់ដូរខ្សែទឹកនេះគឺបាទអន្ទង់សមានជ័យបារមីលោកតាឯកនេះផ្លាស់មកនៅខ្សែទឹកខាងក្រៅបាទចំណែកឯបាទសព្រួញពេជ្រផ្លាស់មកនៅខាងក្នុងវិញបាទឥឡូវយើងមើលទៅឃើញបាទមានទូកបាទមកដល់តែ2គូជាប់គ្នានេះគឺបាទឯកសណ្ឋានពណ៌បៃតងមកឥឡូវដាក់មកគូទៀតមកបាទគឺភ្នំស្រុកសេនាធិបតីបារមីតេជោបាទទូកនេះគឺមកពីខាងកោះសតិនបាទស្រុកកោះសតិនបាទខេត្តកំពង់ចាមបាទមកតន់បាទដៃគូរបស់បាទអន្ទង់សមានជ័យបារមីលោកតាឯកបាទប៉ុន្តែឥឡូវបាទខ្សែទឹកខាងក្រៅបាទឯកសណ្ឋានពណ៌លឿងនេះគឺបាទទូករបស់វត្តពីមតាឯកបាទឥឡូវឈ្នះហើយបាទការជើងទី1នោះគឺបាទមកកោះតពួកបាទលើផ្លាស់ទៅនៅខ្សែទឹកខាងក្រៅគឺឃើញថាបាទដាច់ហ្មងបាទដាច់ទៅលើសព្រួញពេជ្របាទនៅក្នុងជើងទី2នេះបាទចំណែកឯគូបាទគូខាងក្រោយនេះគឺមកតន់ទាំងសព្រួញពេជ្រទៀតបាទគឺខ្សែទឹកខាងក្រៅនោះគឺមានឯកសណ្ឋានពណ៌បៃតងនោះគឺបាទភ្នំស្រុកសេនាធិបតីបារមីតេជោនោះឥឡូវកំពុងតែឈ្នះដាច់ទៅលើមជុលពេជ្រតេជោសែនជ័យបាទមជុលពេជ្រនេះគឺស្ថិតនៅខ្សែទឹកខាងក្នុងបាទដែលមានឯកសណ្ឋានពណ៌បាទទឹកសមុទ្រនេះគឺមកជុលពេជ្រតេជោសែនជ័យបាទលើក្នុងជើងទី2នេះគឺបងចាញ់ទៅលើបាទភ្នំស្រុកសេនាធិបតីបារមីតេជោ